បងប្អូនទាំងអស់គ្នាបានដឹងហើយឬនៅថាតើខ្លួនឯងគួរតែពាក់ពណ៌អ្វីនៅក្នុងថ្ងៃចូលឆ្នាំចិនឬក៏សែនចូលឆ្នាំចិនដើម្បីឲ្យយើងហេងនិងទទួលបានលាភជ័យពេញមួយឆ្នាំផុតគ្រោះមិនលាក់ឆុងបងប្អូនទាំងអស់គ្នាបើសិនជាអត់ទាន់ដឹងទេអាចមើលវីដេអូនេះបានណាអ្នកគ្រូបែងចែកទៅតាមឆ្នាំកំណើតនៃបងប្អូននីមួយៗអញ្ចឹងចាប់ផ្ដើមអំពីអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់1ឆ្នាំមមី2បងប្អូនដែលកើតនៅក្នុងឆ្នាំម្សាញ់និងឆ្នាំមមីនៅក្នុងរដូវកាលចូលឆ្នាំចិនខាងមុខនេះអ្នកគ្រូ recommend 3ពណ៌ទី1គឺពណ៌បៃតងទី2គឺពណ៌ត្នោតទី3គឺពពួកពណ៌ក្រហមដែលមានភាពស្រគាំគឺល្អសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំម្សាញ់និងមមីចា៎ចំពោះបងប្អូនដែលកើតនៅក្នុងឆ្នាំខាល1ឆ្នាំថោះ2បងប្អូនដែលកើតនៅក្នុងឆ្នាំខាលឬក៏ថោះពណ៌ដែលល្អសម្រាប់បងប្អូនគឺមានពណ៌ផ្កាឈូក1ពណ៌ស្វាយ2ចាពណ៌ខៀវ3មិនថាខៀវខ្ចីឬខៀវចាស់ឬក៏ផ្ទៃមេឃទេល្អដូចគ្នាពណ៌បៃតងក៏ល្អដែរហើយល្អខ្លាំងសម្រាប់ពពួកពណ៌បៃតងចាស់អូខេពាក់ទៅជួយឲ្យយើងមានងៅហេងចិត្តធ្ងន់លាភធំហូរចូលបងប្អូនដែលកើតនៅក្នុងឆ្នាំរោង1មមែ2ច3ឆ្លូវ4បងប្អូនដែលកើតនៅក្នុងឆ្នាំទាំង4ហ្នឹងមានរោងមមែចឆ្លូវពណ៌ដែលល្អសម្រាប់បងប្អូនគឺពពួកពណ៌គ្រីមបងប្អូនស្គាល់ហើយណាពណ៌គ្រីមគឺពណ៌ហិងសាច់ចាពពួកពណ៌ត្នោតពពួកពណ៌មាសឬក៏ពពួកពណ៌លឿងអញ្ចឹងផ្សិតតែជាពណ៌ងៅហេងរបស់បងប្អូនដែលកើតនៅក្នុងឆ្នាំទាំង4នេះបងប្អូនអាចរើសពាក់ពណ៌មួយណាក៏បានដែរដែលបងប្អូនប្រាថ្នាត្រូវក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរើសពណ៌ណាដែលមានសភាពភ្លឺបន្តិចណាកុំចាស់សកួមអូខេទោះបីជាពណ៌ហ្នឹង color រៀងចាស់ក៏គួរឲ្យមានភាពភ្លឺណាចំពោះបងប្អូនដែលកើតនៅក្នុងឆ្នាំវក1រកា2អញ្ចឹងបងប្អូនដែលកើតនៅក្នុងឆ្នាំវកឬក៏រកាគួរតែពាក់ពណ៌លឿង1ពណ៌ត្នោតពណ៌មាសពណ៌ពងមាន់ពណ៌ប្រផេះចាពណ៌ខៀវឬក៏ទឹកសមុទ្រក៏រាប់ថាមានងៅហេងដែរសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំវកឬក៏រកាអញ្ចឹងពណ៌ទាំងអស់នេះជួយលើករាសីបងប្អូនដែលកើតឆ្នាំរកាខ្លាំងនៅក្នុងឆ្នាំនេះ2026នេះតែម្ដងនៅវេលាដែលវាមានងៅហេងវានឹងញ៉ាំងឲ្យយើងទទួលបាននៃលាភកាន់តែច្រើនតាមរយៈពណ៌ដែលជាងៅហេងឲ្យយើងវាស្រូបបាននៅសំណាងក្តីស្រឡាញ់ក៏ដូចជាភាពរុងរឿងនិងសេចក្តីសុខឲ្យចូលមកផុតគ្រោះទៀតណាបងប្អូនដែលកើតនៅក្នុងឆ្នាំជូតនិងឆ្នាំកុលពណ៌ដែលល្អសម្រាប់បងប្អូនគឺពពួកពណ៌ដែលមានពណ៌បៃតងពណ៌ប្រផេះខ្ចីប្រផេះដែលមានសភាពភ្លឺគឺល្អខ្លាំងសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំជូតឬក៏ឆ្នាំកុលមួយវិញទៀតបងប្អូនក៏អាចជ្រើសរើសយកពណ៌ផ្ទៃមេឃពណ៌ទឹកសមុទ្រជាគោលក៏បានដែរក៏រាប់ថាមានងៅហេងដែរហើយបងប្អូនក៏អាចពាក់ពណ៌មាសខ្ចីបែបថ្លាមើលទៅអាចជាមាសរបៀបពណ៌ផ្លាទីនណាអាហ្នឹងក៏ល្អខ្លាំងដូចគ្នាសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំជូតឬក៏ឆ្នាំកុលអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាពណ៌ណាគួរពាក់នៅក្នុងថ្ងៃចូលឆ្នាំចិនបងប្អូនយល់ហើយណាអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងអំពីពណ៌ដែលគួរជៀសវាងនៅក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះបងប្អូនអាច comment នៅក្នុងវីដេអូនេះបានអ្នកគ្រូនឹងចែករំលែកបន្តណាអរគុណចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាវស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកែឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយ័ន្តផ្សេងបងប្អូនអាចទាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipinglyបញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏ស័ព្ទទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចទាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអូនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបើកមុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចទាក់ទងមកអ្នកគ្រូបានដូចគ្នាណា